Đang ngày nhôm demo function post image បូក comment សម្រាប់អ្នកគាត់ធ្វើ website ជាងទីមួយយើងត្រូវ select account ឬក៏ page របស់យើងអូខេបន្តមកទៀតអឺយើង function ហ្នឹងគឺនៅក្នុង function interactive config នេះអញ្ចឹងខាងក្រៅនេះក៏ជា function នៅក្នុងហ្នឹងក៏ជា function នៅក្នុងនឹងច្រើនទៀតអញ្ចឹងយើងគ្រាន់តែ select page ឬ account របស់យើងដែលយើងចង់ផុសហ្នឹងមកហើយselect លើអក្សរហ្នឹងមកអញ្ចឹង function នៅក្នុងហ្នឹងវាមានច្រើនទៀតអញ្ចឹង function ផុសរូបភាពបូក comment ហ្នឹងនេះកន្លែងនេះចុចលើវាមកបន្តមកទៀតឥឡូវខ្ញុំ clear មួយសិនទីមួយយើងត្រូវចុច add កន្លែងហ្នឹងមួយសិនអញ្ចឹងទីមួយគឺមានរូបភាព caption ហើយនិង comment អញ្ចឹងរូបភាពរបស់យើងដាក់ចូលមកអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ដាក់រូបនេះចុះយើងទាញរូបហ្នឹងតម្លាក់នៅលើអាកន្លែង path ហ្នឹងមកអញ្ចឹងវានឹងចាប់ path របស់យើង direct auto ហើយឬក៏យើង copy menu ខ្លួនឯងក៏បើ mouse ស្ដាំមក mouse ស្ដាំហើយយកពាក្យ copy as path នេះមកហើយយើងទៅ pass ចូលកន្លែងហ្នឹងមកតែបើយល់ល្អយើងទាញតម្លាក់ចេះមកវាស្រួលវាចាប់ត្រូវហើយ caption យើងដាក់ខ្លួនយើងមកចង់ដាក់ caption អីហើយ comment ដូចគ្នា comment ហ្នឹងជាច្រើនយើងប្រើជា link ដើម្បីយកចូលទៅ comment អញ្ចឹង link មួយអញ្ចឹងទៅអញ្ចឹងយើងអាចផុសបានច្រើនចំនួនប៉ុន្មានក៏បានដែរអញ្ចឹងយើងចុចបូកបន្ថែមទៀតមកអញ្ចឹងអានេះផុសទី2អញ្ចឹងអានេះផុសទី1ផុសទី2អញ្ចឹងយើងធ្វើដូចគ្នា caption 2ហើយនឹង comment របស់យើងអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាអ្នកគាត់ប្រើគាត់យល់ទេអញ្ចឹងបើយើងខាងលើនេះគឺយើងអាចផុសជា background ក៏បានផុសធម្មតាក៏បានដែរអញ្ចឹងផុសធម្មតាហ្នឹងផុសមិនផុសចូលទៅ select រូបចូលទៅ comment អីធម្មតាអញ្ចឹងទៅតែបើផុស background វាគ្រាន់តែបើក account របស់យើងមកវាផុសនៅក្នុង background ហ្នឹង run ជា API ប៉ុន្តែ process គឺផុសដូចគ្នាអញ្ចឹងផុសនៅលើតាក់ទងមួយ app Facebook យើងដូចគ្នាអញ្ចឹងគ្រាន់តែមួយ run ជា background និងមួយទៀត run activity មួយអញ្ចឹងទៅកន្លែងនេះគឺ random line ហ្នឹងវា random line link ខាងក្រោមនេះអញ្ចឹងកន្លែងនេះឧទាហរណ៍ថាអ្នកគាត់មាន link ច្រើនអញ្ចឹងទៅគាត់ជប់ខ្ញុំបញ្យល់កន្លែងនេះតិចនេះបើយើង tick random line នេះបានន័យថា comment នេះវាអត់ចាប់យកទៅទាំងអស់ទេវាចាប់ជាងការវាចាប់ទី1ទី2ទី3អញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងវាចាប់ជា random ជា line មួយតែបើយើងអត់ tick ទេវានឹងចាប់យកទាំងអស់ហ្នឹងទៅ comment ហ្នឹងតើតមួយ random line តមកទៀតកន្លែង delay យើងចង់ផុសហើយចង់ delay ប៉ុន្មានឧទាហរណ៍យើងដាក់30ចេះបានន័យថាវាផុស link ទី1ចប់វានឹង delay 30 second បានវាចូលទៅផុសទី2អញ្ចឹងទៅហើយបើយើងចង់ប្រើ function ហ្នឹងយើង tick អាលើនេះមកយើងចុច save មកអូខេអញ្ចឹង function ហ្នឹងគឺដើរយើងចំណាំមើលថាឲ្យតែ button ហ្នឹងមានពណ៌បៃតងចេះបានន័យថា function ហ្នឹងវាដើរប៉ុន្តែបញ្ជាក់មួយទៀតតើតែយើង tick ខាងក្រៅនេះបានន័យថាយើង tick លេខហ្នឹង interaction ហ្នឹងដើរអញ្ចឹងយើង select page ណាដែលយើងចង់ផុសហ្នឹងទៅចុច start ទៅគឺវាដើរ function ហ្នឹងហើយអញ្ចឹងអាហ្នឹង demo តើតមួយហ្នឹងមានតែប៉ុណ្្នឹង